ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកលេងផ្លូវថ្មើរជើងឬយើងហៅថា Walk Street តាមរយៈការជិះរថយន្តក្រុងសាធារណៈបងប្អូនគឺអត់លំបាកនៅក្នុងការចតរថយន្តចតម៉ូតូហើយត្រូវដើរនៅចម្ងាយឆ្ងាយនោះទេដោយសារតែរថយន្តក្រុងសាធារណៈរបស់យើងនឹងជូនបងប្អូនមកដល់ទីតាំងក្បែរទៅនឹងផ្លូវថ្មើរជើងនេះតែម្ដងបងប្អូនសាកគិតមើលជិះរថយន្តក្រុងសាធារណៈគឺចំណាយថវិកាអស់តិចត្រជាក់ស្រួលសុវត្ថិភាពអ្វីដែលពិសេសនោះគឺចំណតរបស់រថយន្តក្រុងសាធារណៈយើងគឺនៅក្បែរទៅនឹងផ្លូវថ្មើរជើងនេះតែម្ដងប៉ុន្តែបើសិនជាបងប្អូនជ្រើសរើសនៅក្នុងការជិះនៅយានជំនិះដោយខ្លួនឯងគឺបងប្អូនត្រូវលំបាកនៅក្នុងការរកកន្លែងចតរថយន្តម៉ូតូហើយត្រូវដើរនៅចម្ងាយឆ្ងាយទម្រាំតែមកដល់ទីនេះអញ្ចឹងកុំឲ្យលំបាកយើងនាំគ្នាមកជិះរថយន្តក្រុងសាធារណៈវិញបច្ចុប្បន្ននេះរថយន្តក្រុងសាធារណៈរបស់យើងគឺបានដំណើរការប្រតិបត្តិការខ្សែរថចំនួន4គឺរួមមានខ្សែទី 1C ខ្សែទី 2A ខ្សែទី 3 និងខ្សែទី 4A ផងដែរបន្តិចទៀតនេះនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនានៅទស្សនវិជ្ជាជាក់ស្ដែងហើយក៏មានការស្ដាប់នៅចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋយើងដែលគាត់ជាអ្នកមកទទួលនៅសេវាកម្មរថយន្តក្រុងសាធារណៈមកលេងផ្លូវថ្មើរជើងនេះផងដែរខ្ញុំជិះមកនិយាយចង់ឲ្យទៅតាំងពីបង្កើតផ្លូវស្មៅជើងខ្ញុំមកថ្ងៃសៅរ៍អាទិត្យរហូតចាអ៊ំយល់ឃើញមិនដែរអ៊ំនៅពេលចឹងរដ្ឋាភិបាលបង្កើតកន្លែងស្មៅជើងធ្វើឲ្យអ្នកធ្វើការថ្ងៃសៅរ៍អាទិត្យគាត់មានឱកាសមកដើរលេងហើយអ្នកលក់បង្កប់មុខរបរក៏គាត់រកចំណូលបានដែរចាសំខាន់មានរថយន្តក្រុងមកដល់ទីនោះបើពីម៉ោង5កន្លះដល់ម៉ោង10យប់ចាធ្វើឲ្យពួកខ្ញុំនឹងពីឆ្ងាយមានឱកាសមកដើរលេងហើយបើយើងជិះ Fast Up ពីអីពីគិនស្វាយម្ដងហ្នឹង 3-4 ម៉ឺនណាចាបានមកដល់បើគាត់បើកឡានក្រុងចាអស់តែប្រហែល 1,500 ទៅ 1,500 មកអស់តែ 3,000 សប្បាយនាំកូនចៅមកលេងយ៉ាងសប្បាយចាជំរាបសួរបងចាយេស៊ូចាបងអញ្ជើញទៅណានេះបងខ្ញុំទៅលេងមុខវិញទៅលេងផ្លូវថ្មើរជើងចាទៅលេងផ្លូវថ្មើរជើងបងអាចជំរាបជូនមកន័យថាបងជិះរថយន្តក្រុងសាធារណៈនេះទៅលេងផ្លូវថ្មើរជើងម្ដងហើយបងច្រើនដងដែរច្រើនដងដែរតើបងយល់ឃើញយ៉ាងណាដែរនៅពេលដែលរថយន្តក្រុងសាធារណៈអាចជូនបងទៅដល់ផ្លូវថ្មើរជើងនេះបងបើបង្កលក្ខណៈងាយស្រួលខ្លះដែរស្រួលគាត់ជូនទៅដល់ចិត្តនឹងប្រាប់ខ្ញុំស្រួលអញ្ចឹងខ្ញុំយល់ថាថ្ងៃសៅរ៍ថ្ងៃអាទិត្យបើយើងជិះឡានក្រុងស្មើជើងដោយថាដើរលេងថ្ងៃសៅរ៍អាទិត្យហ្នឹងយើងសប្បាយចិត្តហើយសុវត្ថិភាពចាហើយសំខាន់ចំណតរថយន្តក្រុងហ្នឹងគឺនៅជាប់ជាមួយផ្លូវថ្មើរជើងទៀតចាចិត្តទេយើងចុះទៅដល់ហ្មងចាភាពងាយស្រួលទី1កាត់បន្ថយថវិកាចំណាយថវិកាតិចទី2បានមកដល់កន្លែងដែលដើរលេងហ្នឹងចោះដល់ផ្ទាល់ចាមិនដូចថាយើងជិះស្អីផ្សេងទៅយើងត្រូវការទៅកន្លែងផ្ញើជិះម៉ូតូខ្លួនឯងមកទៅផ្ញើទៅអីវាយឺតយ៉ាវយូរដែរចានិយាយថាល្អអរគុណរដ្ឋាភិបាលដែលចេះមានបង្កើតឡានក្រុងណាកាលមុនអត់មានអ៊ំអស់លុយច្រើនទេបងអើយចាណាអរគុណរដ្ឋាភិបាលយើងបានបង្កើតឡានក្រុងនេះយើងសប្បាយចិត្តណាស់ដោយសាររដ្ឋាភិបាលយើងល្អដឹកនាំប្រទេសបានល្អបានជួយចាស់សេរីអីអាយុ70អីឲ្យជិះឡានក្រុងហ្នឹងមិនថាក្មេងយើង 1,500 យើងមិនអស់ទេប៉ុន្តែបើយើងជិះផាត់ស្អេបជិះម៉ូតូទៅ2-3ម៉ឺនក៏យើងអស់លុយច្រើនដែរចាខ្ញុំអរគុណដែរដែលរដ្ឋាភិបាលបានកាត់ឃើញរថយន្តក្រុងដែលឲ្យដល់ម៉ោង11-12យប់ចឹងណាមួយសប្តាហ៍មាន2ថ្ងៃផ្លូវថ្មើរជើងឬ Walk Street តាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិចាប់ពីផ្លូវលេខ94រហូតដល់មុខព្រះបរមរាជវាំងរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការសាកល្បងជាជំហានដំបូងចាប់តាំងពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2025ដោយចាប់ផ្ដើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍និងថ្ងៃអាទិត្យដោយចាប់ពីម៉ោង6ល្ងាចដល់ម៉ោង11យប់ផ្លូវថ្មើរជើងនេះជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនារាជធានីភ្នំពេញឲ្យកាន់តែច្រើនថែមទៀតបច្ចុប្បន្ននេះផ្លូវថ្មើរជើងឬ Walk Street ពិតជាទទួលបាននូវការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានមកកម្សាន្តនៅទីនេះនាចុងសប្តាហ៍ពិសេសបានធ្វើឲ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ2ក្លាយជាទីក្រុងលំហែកាយពេលរាត្រីដ៏ទាក់ទាញបំផុតនៅលើពិភពលោកតាមរយៈការចាត់ថ្នាក់ដោយគេហទំព័រ Visa to Fly បងប្អូនប្រកាសជាបានស្ដាប់នៅចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋដែលគាត់ជាអ្នកមកទទួលនៅសេវាកម្មជិះរថយន្តក្រុងសាធារណៈមកលេងផ្លូវថ្មើរជើងនេះផ្ទាល់ហើយគឺពិតជាបានផ្ដល់ភាពងាយស្រួលចំណាយថវិកាអស់តិចត្រជាក់ស្រួលសុវត្ថិភាពអត់ពិបាកផ្ញើម៉ូតូឬក៏រថយន្តហើយត្រូវដើរចម្ងាយឆ្ងាយនោះទេអញ្ចឹងចាំអីទៀតបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងផ្លូវថ្មើរជើងឬក៏ Walk Street
សូមបងប្អូនទាំងអស់គ្នាជ្រើសរើសនៅមធ្យោបាយធ្វើដំណើរដោយការជិះរថយន្តក្រុងសាធារណៈទាំងអស់គ្នានាងខ្ញុំក៏សូមអរគុណនិងសូមគោរពលា